បាទជំរាបសួរបងប្អូនថ្ងៃនេះជាងសាអូនពេចបង្ហាញបងប្អូនពីរបៀបថាយើង copy chip Vespa 025ណាឥឡូវគេយកសាវមកណាហើយយើងទីមួយយើងត្រូវមានម៉ាស៊ីន KYDZ Mini ហើយយើងត្រូវមាន chip របស់វា CM01 ណាអានេះ super chip របស់វានឹងវាមានដាស់លេខកូដ CM01 នៅលើនេះបាទឥឡូវយើងបើក app សិនបើក app KYDZ មកហើយបើកវាសិនទៅហើយចេញ Bluetooth វានេះចេញ Bluetooth ពេលយើង connect ចូលទៅវាចេញដល់ Cambodia បើត្រូវបើចេញ version ផ្សេងដាក់អត់បានទេអញ្ចឹងឥឡូវយើងខ្ចប់វាហើយវាចូលឡើងម៉ូតូនេះឥឡូវវាមានអា13និង11អា11សេរីទីទេ023ចុះក្រោមអានេះ24 25ហើយយើងដាក់សៅស៊ីនគេចូលយើងចេះឡើងអានមកអាននេះចេញ ID នេះចេញ ID យើងសរសេរ ID ចេញមកលើនេះហើយមកយើងចេញលើ super chip ហើយយើងចេញឡើង ID មកហើយយើងវាយ ID វាចូល 2A C1 22 38 44 63 66 5F confirm មកហើយយើងដាក់ super chip របស់វាចូលsuper chip នេះមិនមែន super chip របស់ TikTok ណានេះរបស់ KYDZ របស់ម៉ាស៊ីនរបស់វាបានត្រូវយើងចេះដាក់ចូលឡើងមកហើយយើងចេះឡើងរាយទៅវាប្រាប់ថារាយ data successful ណាបងហើយយើងដាក់ចូលទៅឆេះហើយបងឥឡូវយើងអានវាម្ដងទៀតនេះអានវានេះឃើញ ID វាអត់ ID វាដូចនៅលើអញ្ចឹងបានថាអូខេហើយ